Âm nàn chi âm nại Complete siêu phơ bao sở lạnh luôn ấy Complete siêu phơ bao sở lạnh cửu xá Complete siêu phơ bao sở lạnh sòng cung chiết ការអានគឺជាផ្នែកមួយនៃជីវិតសង្គមមួយដែលខ្លាំងគឺជាសង្គមដែលមានប្រជាជនអានច្រើននិងនិយមចូលចិត្តការសិក្សារៀនសូត្រជាប្រចាំពេលខ្លះកុំថាដល់យើងប្រឹងអានដើម្បីសង្គមតែបើបានប្រឹងអានដើម្បីអនាគតខ្លួនឯងគឺអាចហៅបានថាស្រឡាញ់សង្គមពិតទៅហើយយើងចំណាយលុយទិញលេលាបមុខលាបស្បែកដើម្បីឲ្យរូបរាងស្រស់ស្អាតសាច់សខ្ចីមុខមាត់រលោងស្អាត មិនត្រឹមតែប៉ុណ្ណោះយើងចំណាយលុយទិញកាហ្វេញ៉ាំស្ទើររាល់ថ្ងៃអ្វីទាំងនេះគឺជាកិច្ចការបំពេញតម្រូវការសម្បូរកាយរីឯចំពោះការអានគួរអញ្ចឹងដែរវាគឺជាផ្នែកមួយនៃការចិញ្ចឹមព្រលឹងរបស់យើងរាងកាយត្រូវការអាហារហើយខួរក្បាលត្រូវការអាហារគំនិតអ្នកដែលអានគឺជាមនុស្សដែលរស់តែអ្នកដែលមិនអានគឺតែងតែស្លាប់រាល់ថ្ងៃ មានឧបសគ្គជាច្រើនដែលរារាំងយើងមិនឲ្យចូលចិត្តអានសៀវភៅតែបើមិនព្រមជំនះឲ្យឈ្នះទេគឺយើងនឹងជួបឧបសគ្គដែលលំបាកជាងការអានទៅទៀតអ្នកដែលមិនអានគឺប្រៀបដូចជាមនុស្សដែលឥតវិញ្ញាណយើងតែងតែនិយាយថាការអានគឺជាថ្នាំងងុយគេងដ៏មានប្រសិទ្ធភាពត្បិតឲ្យតែពេលណាយើងកាន់សៀវភៅអានគឺដឹងតែយើងមានអារម្មណ៍ងងុយគេងភ្លាម ប៉ុន្តែបើយើងមិនមានចិត្តបត់មុតប្រាំងអានឲ្យបានច្រើនទេគឺយើងនឹងគេងលក់រហូតហើយអ្នកខ្លះបានសួរខ្ញុំថាតើត្រូវធ្វើយ៉ាងណាទៅធ្វើឲ្យយើងចង់អានសៀវភៅបើមែនទែនទៅគឺគ្មានយន្តការណាមួយដែលជំរុញឲ្យយើងចង់អានសៀវភៅទេតែអ្វីដែលយើងត្រូវដឹងគឺថាត្រូវអានរៀនអាននិងបង្កើតទម្លាប់នៃការអាន អំណាចជាអំណាចគឺជាសៀវភៅដែលខ្ញុំបានដកស្រង់អត្ថបទទាក់ទងនឹងការអានរបៀបអាននិងទស្សនៈខ្លះៗអំពីការអានចេញពីសៀវភៅប្រតិទិនទស្សនៈ365ថ្ងៃសៀវភៅប្រតិទិនទស្សនៈ222ថ្ងៃនិងអត្ថបទដែលសរសេរបន្ថែម85%ខ្ញុំនិយាយជាទូទៅក្នុងរង្វង់ប្រធានបទអំពីការអាននិងការសរសេរ សៀវភៅនេះគឺវាអាចជួយបន្ថែមចំណេះដឹងដល់បងប្អូនអ្នកអានដែលចង់ដឹងពីវិធីសាស្ត្រនៃការអានឲ្យមានប្រសិទ្ធភាពខ្ពស់និងទទួលបានផលច្រើនបណ្ដុំនៃគំនិតទស្សនៈនិងការយល់ឃើញដែលបានរៀបរាប់ក្នុងសៀវភៅនេះគឺសុទ្ធតែកើតចេញពីបទពិសោធន៍នៃការអានរបស់ខ្ញុំផ្ទាល់តែម្ដងព្រមទាំងបទពិសោធន៍ នៃការដឹកនាំវេទិកាអំណាចតាំងពីឆ្នាំ2017មកម្លេះលើពីនេះវាក៏នឹងមានការបង្ហាញខ្លះៗពីទស្សនវិជ្ជានៃចរន្តសំណេរនៅក្នុងសង្គមយើងសពថ្ងៃផងដែរសៀវភៅនេះគឺគ្រាន់តែជាការចែករំលែកបទពិសោធន៍ខ្លះៗអំពីសំណេរនិងអំណាចដល់អ្នកអានដែលចង់ចាប់ផ្ដើមការអានសៀវភៅ ឬអ្នកដែលចង់ស្វែងយល់ពីការអានមួយកម្រិតថែមទៀតអ្នកដែលគួរអានសៀវភៅនេះគឺគួរតែជាបណ្ណារៈអ្នកដែលចូលចិត្តអានអ្នកដែលជាអ្នករៀបចំកម្មវិធីបណ្ដុះការអានដល់យុវជននិងអ្នកដែលចង់ចែករំលែកចំណេះដឹងអំពីការអានសៀវភៅដល់មនុស្សជុំវិញខ្លួនបើស្រឡាញ់នរណាម្នាក់មិនថាជាក្តីស្រឡាញ់បែបប្រុសស្រីជាក្តីស្រឡាញ់ក្នុងន័យគ្រួសារ ជាក្តីស្រឡាញ់ក្នុងនាមមិត្តភក្តិជាក្តីស្រឡាញ់ក្នុងនាមជាបងប្អូនមិនថាជាក្តីស្រឡាញ់ក្នុងន័យណាទេឬសូម្បីតែមនុស្សដែលបងប្អូនមិនចូលចិត្តសូមប្រគល់សៀវភៅនេះជូនដល់បុគ្គលខាងលើជាចុងក្រោយខ្ញុំសូមអធិស្ឋានទុកជាមុនត្បិតខ្ញុំដឹងច្បាស់ណាស់ថាទស្សនៈអំពីការអាននិងចរន្តនៃការសរសេរដែលមានក្នុងសៀវភៅនេះគឺនឹងធ្វើឲ្យប៉ះពាល់អារម្មណ៍ ដល់បងប្អូនខ្លះថ្ងៃសុក្រ15កើតខែផុតរបត់ឆ្នាំកុរឯកស័កពុទ្ធសករាជ2563សៀមរាបថ្ងៃទី13ខែកញ្ញាឆ្នាំ2019ជាថ្ងៃសិលនឹងពេញបូរមីដោយក្តីគោរពស្រឡាញ់រាប់អានពីខ្ញុំឡាំលីង បើគ្មានសៀវភៅដែលបង្រៀនមនុស្សល្អឲ្យក្លាយទៅជាមនុស្សរឹងមាំនិងមនុស្សខ្លាំងទេ
គឺមនុស្សអាក្រក់នឹងឈ្នះគ្រប់ពេលវេលាបើគ្មានសៀវភៅដែលបំផុសស្មារតីឲ្យមនុស្សគិតសង្គមទេគឺសង្គមនឹងคล้ายទៅជាក្មេងកំព្រាឥតទីពឹងខ្ចាត់ប្រវត្តិតាមយថាកម្មក្នុងដៃអ្នកនយោបាយទុច្ចរិតបើមិនបង្រៀនមនុស្សឲ្យចេះថែរក្សាសង្គមទេតែបែរជាបង្រៀនមនុស្សឲ្យបូមប្រយោជន៍ពីសង្គមវិញដល់យូរទៅគឺមានតែអ្នកបេះផ្លែតែគ្មានអ្នកដាំគ្មានអ្នកថែបើដូច្នោះសង្គមនឹងរស់នៅស្គមរិញរៃរហូតដល់ថ្ងៃចុងក្រោយអ្នកដែលចាក់ចំណេះចូលខួរក្បាលគឺនឹងទទួលបានបញ្ញារីឯអ្នកដែលចាក់មនោសញ្ចេតនាចូលបេះដូងគឺនឹងទទួលបានចិត្តសុខនិងទុក្ខដើរទន្ទឹមគ្នាបញ្ញាជាអ្នកត្រួតពិនិត្យសតិធ្វើឲ្យមនុស្សស្ងប់តើតែខួរក្បាលមានវិជ្ជាទើបបញ្ជាសេចក្តីទុក្ខឲ្យចេញឆ្ងាយពីចិត្តបានបើយើងពូកែអានការអានច្រើនមិនអាចធ្វើឲ្យមនុស្សគ្រប់គ្នាពូកែទេតែអ្នកដែលពូកែគឺតែងចូលចិត្តអានអ្នករៀនគណនេយ្យហើយបើពូកែអានថែមទៀតគឺពូកែជាងគណនេយ្យករធម្មតាអ្នករៀនច្បាប់ហើយបើពូកែអានថែមទៀតគឺពូកែជាងអ្នកច្បាប់ធម្មតាអ្នករៀនព័ត៌មានវិទ្យាហើយបើពូកែអានថែមទៀតគឺពូកែជាងអ្នកព័ត៌មានវិទ្យាធម្មតាមិនថាយើងរៀនជំនាញបច្ចេកទេសអ្វីទេហើយបើពូកែអានថែមទៀតគឺយើងនឹងពូកែជាមនុស្សចេះជំនាញបច្ចេកទេសធម្មតាអំពីអ្នកនិពន្ធបច្ចុប្បន្នខ្ញុំជាកសិករធ្វើស្រែសម្រាប់តែមួយក្រពះនិងសល់ពេលវេលាខ្លះធ្វើការងារសហគមន៍បន្តិចបន្តួចជាមួយយុវជនប៉ុន្តែបើនិយាយពីមុនវិញគឺពីឆ្នាំ2009រហូតដល់ឆ្នាំ2017ខ្ញុំធ្លាប់បានបម្រើការងារនៅតាមអង្គការក្រៅរដ្ឋាភិបាលសមាគមនិងគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយទំនួលខុសត្រូវការងាររបស់ខ្ញុំភាគច្រើនពាក់ព័ន្ធនឹងការងាររបស់យុវជនយុវវ័យនិងក្មេងៗក្រីក្រនៅតាមសហគមន៍តំបន់ដាច់ស្រយាលថ្មីត្បិតតែខ្ញុំមានកំណើតនិងរស់នៅក្រុងអង្គរសម្បូរប្រាសាទបុរាណច្រើនកុះករព្រមទាំងភ្ញៀវទេសចរច្រើនដេរដាស់តែខ្ញុំពុំមានបទពិសោធន៍ការងារទាក់ទងនឹងវិស័យឯកជនឬបដិសណ្ឋារកិច្ចអ្វីនោះឡើយដោយសារតែខ្ញុំបម្រើការងារពាក់ព័ន្ធនឹងវិស័យអប់រំជាមួយអង្គការក្រៅរដ្ឋាភិបាលការងារជាមួយយុវជនទៅធ្វើឲ្យខ្ញុំបានជួបប្រទះនូវទិដ្ឋភាពលំបាកជាច្រើននៅតាមទីជនបទខ្ញុំចាប់ផ្ដើមការងារអង្គការក្រៅរដ្ឋាភិបាលដំបូងនៅឆ្នាំ2009ក្នុងវេលាដែលខ្ញុំជាសិស្សថ្នាក់ទី11នៅឡើយខ្ញុំសកម្មជាមួយការងារនិងស្រែចម្ការច្រើនជាងការសិក្សាត្បិតខ្ញុំកើតក្នុងត្រកូលកសិករនិងរស់ពឹងអាស្រ័យដោយសារតែស្រែចម្ការពេលខ្ញុំបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិភ្លាមខ្ញុំមានជំរឿសជ្រើសយកការសិក្សាថ្នាក់ឧត្តមតែស្ថានភាពគ្រួសារបង្ខំខ្ញុំឲ្យបន្តដំណើរជីវិតជួយជ្រោមជ្រែងគ្រួសាររហូតដល់ចប់ដើមត្រឹមចុងឆ្នាំ2016និយាយរួមខ្ញុំយកការងារជាក់ស្ដែងជាគ្រូរបស់ខ្ញុំនិងយកចៅហ្វាយនីជាគ្រូបង្វឹកផ្ទាល់ថ្មីបើខ្ញុំគ្មានពេលវេលារៀននៅសាលាតែខ្ញុំមានគ្រូបរទេសចំណាស់ម្នាក់ដែលមានខួរក្បាលឆ្លាតនិងមានបទពិសោធន៍ជីវិតល្អបានបង្វឹកខ្ញុំផ្ទាល់ធ្វើជាគ្រូខ្ញុំនិងបង្រៀនមេរៀនជាក់ស្ដែងជាច្រើនដល់រូបខ្ញុំបើគ្មានគាត់ទេខ្ញុំក៏ប្រហែលគ្មានថ្ងៃនេះដែរបើសួរខ្ញុំថាតើខ្ញុំមានបំណងប្រាថ្នាអ្វីសំណួរនេះខ្ញុំពិបាកឆ្លើយពីព្រោះក្រែងវាខុសពីចម្លើយដែលសង្គមមនុស្សទូទៅបានកំណត់ជោគជ័យរបស់ខ្ញុំគឺជាអត្ថន័យនៃជីវិតនិងឈ្នះលើខ្លួនឯងជីវិតដែលអាចស្វែងរកអត្ថន័យបានលុះត្រាណាតែមានចំណេះវិជ្ជានិងឧស្សាហ៍ប្រើពេលវេលាពិចារណាលើខ្លួនឯងជាប្រចាំញឹកញាប់តាមរយៈបទពិសោធន៍ជីវិតជាក់ស្ដែងខ្ញុំបានរៀនសូត្រនៅមេរៀនជាច្រើនដែលគ្មានបង្រៀននៅសាលាតាមរយៈការអានសៀវភៅបន្ថែមខ្ញុំកាន់តែយល់បន្ថែមពីខ្លួនឯងនិងពិភពខាងក្រៅក្នុងការអនុវត្តសៀវភៅដែលខ្ញុំបានអានវាពុំបានបង្រៀនខ្ញុំច្រើនដូចបទពិសោធន៍ជីវិតរបស់ខ្ញុំឡើយ
ទស្សនៈអំពីជីវិតទាំងអស់ដែលខ្ញុំធ្លាប់បានហាយឆ្លងកាត់ផ្ទាល់វាធ្វើឲ្យខ្ញុំចង់ខ្ជាក់ចេញនិងចង់ចែករំលែកដល់យុវជនក្រោយៗខ្ញុំហ៊ាននិយាយថាជីវិតគឺលំបាកហើយវារឹតតែលំបាកខ្លាំងបើយើងមិនប្រឹងប្រែងទាល់តែសោះបទពិសោធន៍ដែលខ្ញុំទទួលបានវាប្រៀបបាននឹងការដកដង្ហើមចូលតែសំណេរដែលខ្ញុំអត់ធ្មត់សរសេរចែករំលែកបន្តវាប្រៀបដូចជាការដកដង្ហើមចេញសំណេររបស់ខ្ញុំគឺមានគោលបំណងចែករំលែកទស្សនៈអំពីការប្រឹងប្រែងជួយខ្លួនឯងជួយសង្គមដោយរស់នៅយ៉ាងណាកុំធ្វើជាបន្ទុករបស់សង្គមព្រមទាំងត្រូវចេះរស់នៅសាមគ្គីគ្នាក្នុងនាមជាមនុស្សដែលមានឈាមជ័រជាបងប្អូនខ្មែរមកដល់ថ្ងៃនេះក្រៅពីសៀវភៅអំណានជាអំណាចខ្ញុំមានស្នាដៃផ្ទាល់ខ្លួនដូចជាសៀវភៅប្រតិទិនទស្សនៈ365ថ្ងៃសៀវភៅប្រតិទិនទស្សនៈ222ថ្ងៃនិងសៀវភៅជាស្នាដៃសហនិពន្ធរវាងខ្ញុំនិងកញ្ញាថនថាវរីនិងកញ្ញាសេតហដ្ឋាកូនចាបមៀដែលមានចំណងជើងថាដំណើរតើហេតុអ្វីជាសៀវភៅទាំងនេះខ្ញុំប្រឡូកចូលក្នុងការងារអង្គការក្រៅរដ្ឋាភិបាលតាំងពីអាយុ18ឆ្នាំក្នុងនាមជាគ្រូបង្រៀនក្រៅផ្លូវការម្នាក់ខ្ញុំយល់ពីអារម្មណ៍និងចិត្តគំនិតសិស្សក្នុងនាមជាយុវជនម្នាក់ខ្ញុំយល់ពីអារម្មណ៍និងផ្នត់គំនិតយុវជនដូចគ្នាក្នុងនាមជាកសិករម្នាក់ខ្ញុំយល់ពីការលំបាកនៃជីវិតដោកយ៉ាកក្នុងនាមជនសង្គមម្នាក់ខ្ញុំយល់ពីអារម្មណ៍មនុស្សរស់នៅក្នុងសង្គមមុនរៀនច្បាប់កំឡុងពេលរៀនច្បាប់និងក្រោយបញ្ចប់បរិញ្ញាបត្រច្បាប់ខ្ញុំមើលឃើញចរន្តសង្គមប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃក្នុងសង្គមដែលមានការប្រទាក់ប្រទាញគ្នាខ្លាំងបើមិនប្រឹងទប់ខ្លួនឈរដោយខន្តីប្រើចំណេះដឹងសម្លឹងអ្វីៗដោយកណ្ដាលទេគឺប្រកាសជានឹងសម្រេចបានចិត្តជ្រុលនិយមមើលសង្គមល្អពេកឬមើលសង្គមងងឹតហួសហេតុពេកហើយកំឡុងពេលស្វិតស្វាញនៃកិច្ចការសរសេរសៀវភៅផងស្រាវជ្រាវផងសិក្សាពីផ្នត់គំនិតសង្គមផងនិងពិចារណាពីបរិបទវប្បធម៌ដទៃផងខ្ញុំត្រូវរស់នៅយ៉ាងស្ងប់ស្ងាត់បំផុតតើហេតុអ្វីខ្ញុំសរសេរសៀវភៅប្រតិទិនទស្សនៈ365ថ្ងៃប្រតិទិនទស្សនៈ222ថ្ងៃអំណានជាអំណាចសៀវភៅនេះមានទស្សនៈជាច្រើនដែលរៀបរាប់ពីផ្នត់គំនិតអ្នកប្រាជ្ញពិភពលោកតែចំពោះលក្ខខណ្ឌសង្គមវិជ្ជាវិញគឺភាគច្រើននិយាយពីសង្គមខ្មែរសង្គមត្រូវការយុវជនដែលសម្លឹងមើលសង្គមដោយដៃប្រឹងជួយធ្វើតែមិនមែនសម្លឹងមើលដោយចិត្តល្អក់កកឬមើលសង្គមក្នុងអារម្មណ៍ជ្រុលនិយមឡើយមានអត្ថបទជាច្រើនដែលនិយាយពីបញ្ហាយុវជនបញ្ហាជ្រុលនិយមនិងការចូលរួមជួយសង្គមដតត្រូវតាមផ្នត់គំនិតផ្លូវគំនិតខ្ញុំប្រើពាក្យថាបើស្រឡាញ់សង្គមគឺត្រូវប្រើបេះដូងតែបើចង់ជួយសង្គមគឺត្រូវប្រើចំណេះដឹងក្រោយពីសៀវភៅនេះចេញផ្សាយខ្ញុំបានជូនសៀវភៅនេះទៅកាន់យុវជនលេចធ្លោជាច្រើននាក់ដែលភាគច្រើនសុទ្ធតែជាយុវជនមានឆន្ទៈមានសមត្ថភាពជាងខ្ញុំផ្នែកបច្ចេកទេសតែអ្នកខ្លះគ្រាន់តែជ្រុលនិយមបន្តិចប៉ុណ្ណោះក្នុងនោះក៏មានអ្នកនិពន្ធផងដែរចំនួនជាសៀវភៅត្រូវបានជូនទៅកាន់យុវជនគ្រប់និន្នាការដែលខ្ញុំយល់ថាគួរតែអានតាមរយៈបញ្ញាជាជាងជូនដោយដៃខ្ញុំផ្ទាល់មិនដែលជួបផ្ទាល់ជាទូទៅក្នុងសង្គមដែលមនុស្សមាននិន្នាការបែកបាក់គ្នាបើខ្ញុំនិយាយប៉ះពាល់ខាងស្របគឺខាងស្របនឹងខឹងសម្បាហើយខាងជំទាស់នឹងសរសើរសាទរខ្ញុំបើខ្ញុំនិយាយប៉ះពាល់ខាងជំទាស់គឺខាងជំទាស់នឹងខឹងសម្បាហើយខាងស្របនឹងសរសើរសាទរថាខ្ញុំនិយាយត្រឹមត្រូវប៉ុន្តែចំពោះខ្ញុំវិញខ្ញុំលំអៀងទៅនិន្នាការខាងប្រយោជន៍រួមជាក់ស្ដែងនិងនិន្នាការខាងការពិតមួយដែលខ្ញុំពិចារណាយល់ថាត្រឹមត្រូវ